មានឈ្មោះថាជាជំទាវទី1របស់ប្រទេសកូរ៉េជើងក៏ពិតមែនប៉ុន្តែជីវិតពិតគឺមិនខុសពីអ្នកទោសឬក៏ជាទេសកលរបស់លោកគីមចុងអ៊ុននោះឡើយនេះជាការរដ្ឋបတ်ដ៏តឹងរ៉ឹងបំផុតមិនគួរជឿចំនួន4ដែលលោកស្រីរីស៊ូជុលត្រូវបានគេដាក់កំហិតក្នុងនាមជាស្ត្រីទី1នៃប្រទេសកូរ៉េជើងរឿងទី1នោះគឺលោកស្រីមិនអាចតាក់ទងទៅការក្រុមប្រឹក្សារបស់ខ្លួនឯងបាននោះឡើយនៅពេលដែលលោកស្រីបានរៀបការជាមួយលោកគីមចុងអ៊ុនរាល់ទំនាក់ទំនងទាំងអស់ជាមួយអតីតកាលគឺត្រូវបានកាត់ផ្តាច់និងលុបចោលទាំងសងតែម្ដងដោយឈ្មោះនិងអត្តសញ្ញាណរបស់លោកស្រីត្រូវបានគេលុបបំបាត់ចោលតែម្ដងបេសកកម្មតែមួយគត់របស់លោកស្រីគឺត្រូវធ្វើជាជំទាវទី1ឬក៏ First Lady និងបម្រើដល់មេដឹកនាំកម្ពុជារបស់ប្រទេសកូរ៉េខាងជើងរឿងទី2គឺលោកស្រីមិនអាចរើសមកសម្លៀកបំពាក់ដោយខ្លួនឯងបានទេដំបូងឡើយលោកស្រីរីស៊ូជូគឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពិភពលោកជាមួយនឹងការស្លៀកពាក់ទាន់សម័យរបស់លោកស្រីជាពិសេសនោះគឺការស្លៀកបែបសម័យទំនើបខុសពីនារីកូរ៉េជើងដទៃផ្សេងទៀតប៉ុន្តែរឿងនេះគឺមិនបានយូរអង្វែងនោះទេសប្តាហ៍នេះលោកស្រីអាចពាក់បានតែសម្លៀកបំពាក់ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលប៉ុណ្ណោះគ្មានជំនឿផ្ទាល់ខ្លួនត្រូវបានអនុញ្ញាតចំពោះស្ត្រីទី1រូបនេះនោះឡើយទី3គឺលោកស្រីមិនអាចបង្ហាញខ្លួនជាសាធារណៈដោយគ្មានលោកគីមចុងអ៊ុនបានជាដាច់ខាតមិនថាជាព្រឹត្តិការណ៍ផ្លូវការឬក៏ក្នុងជីវិតឯកជននោះទេលោកស្រីគឺត្រូវតែនៅក្បែរលោកគីមចុងអ៊ុនជានិច្ចសូម្បីតែការចេញទៅការធម្មតាក៏ទាមទារការអនុញ្ញាតពីរដ្ឋាភិបាលផងដែរទី4ការចាក់ចេញពីប្រទេសគឺស្ទើរតែមិនអាចទៅរួចសោះឡើយលោកស្រីរីស៊ូជូអាចធ្វើដំណើរទៅកាន់ក្រៅប្រទេសបានលុះត្រាតែមានការអនុញ្ញាតពិសេសហើយចំពោះរឿងនេះវិញគឺស្ទើរតែមិនអាចកាត់ឡើងបានសោះឡើយសម្រាប់លោកស្រីបើយើងនិយាយឲ្យចំទៅលោកស្រីត្រូវបានជាប់នៅក្នុងប្រទេសកូរ៉េជើងអស់មួយជីវិតទោះបីជាមានឈ្មោះថាជាជំទាវទី1នៃប្រទេសកូរ៉េជើងក៏ពិតមែនប៉ុន្តែក្នុងជីវិតពិតលោកស្រីគ្រាន់តែជាអ្នកទោសម្នាក់ប៉ុណ្ណោះហើយនរណាខ្លះចង់ធ្វើជាប្រពន្ធរបស់លោកគីមចុងអ៊ុនដែលជាប្រទេសមហាផ្ដាច់ការបំផុតនៅលើពិភពលោកយើងមួយនេះ